សួស្តីបងប្អូនទាំងអស់គ្នាប្រហែលនាទីមុនគឺเพจសម្ដេចគាត់បានតបតទៅនឹងមេដែលមេបាតកម្មដែលដឹកនាំដោយមេបាក់អាវលឿងគឺលោកស៊ីនធីលឹមថងគុលហ្នឹងហើយបើខ្ញុំអានខុសអីអធិស្ឋានផងឈ្មោះគាត់ដូចស៊ីនធីហ្នឹងហើយលោកស៊ីនធីគឺបាននិយាយមកលេបខាយឬក៏មើលស្រាលមកលើកម្ពុជាយើងគាត់បាននិយាយថាបើសិនជាគាត់ជានាយករដ្ឋមន្ត្រីមានសិទ្ធិកាន់អំណាចនៅប្រទេសថៃមានកងទ័ពពេញដៃគាត់នឹងវាយកខេត្តឧត្តរមានជ័យសៀមរាបបាត់ដំបងប្រទានមានជ័យនិងព្រះវិហារហើយគាត់ក៏ចង់បានភ្នំពេញគាត់នឹងវាយយកភ្នំពេញទៀតអានឹងគឺជាសម្ដីរបស់ចៅហ្នឹងហើយបើយើងស្ដាប់ទៅគឺនឹងជាសម្ដីពីលហើយក៏ជាសម្ដីពួកចៅដែរដែលនិយាយពាក្យទាំងអស់នេះមកដោយអត់អៀនខ្មាស់អញ្ចឹងហើយពួកសៀមគឺវាអត់អៀនខ្មាស់ទេគឺវាបាននិយាយជាសាធារណៈនៅថ្ងៃដែលបាតកម្មថ្ងៃមុនអញ្ចឹងហើយសម្ដេចក៏គាត់បានតបតទៅវិញហើយថាឲ្យបងប្អូនប្រជាជនយើងរួបរวมគ្នាដើម្បីការពារនៅបរណភាពទឹកដីក៏ដូចជាត្រៀមវៃបកទៅនឹងចោលដែលឈ្លានពានទឹកដីមកលើកម្ពុជាយើងសម្ដីរបស់មេជ្រុលនិយមដែលដឹកនាំបាតកម្មដែលជាបាក់អាវលឿងគ្រប់ត្រូលពួកយោធាហ្នឹងគឺលោកសន្ធិហ្នឹងគឺប្រហែលជាគាត់គិតថាខ្មែរយើងហ្នឹងគេហៅថាជាមនុស្សយន្តឬក៏ខ្មែរយើងហ្នឹងអត់មានអីតបតជាមួយវាបានជាវាហ៊ានបោះសម្ដីមកយ៉ាងក៏ក្លឿនដោយអត់អៀនខ្មាស់និយាយទៅខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតសម្ដីហ្នឹងគឺជាសម្ដីចោលសុតសាតហ្មងដែលពោលពាក្យថាចង់បានទឹកដីគេហើយចង់រំលោភបំពានលើទឹកដីគេអានឹងជាភាសាដែលចោលវានិយាយអញ្ចឹងហើយវាមិនខុសពីចោលទេដែលនិយាយចង់ឈ្លានពានប្រទេសយើងដូចជាចង់បានខេត្តអាណាខេត្តរបស់យើងហើយគេចង់វាយទៅដល់ភ្នំពេញហើយកម្ពុជាមិនមែនឈោម៉ាឡាកាំងឲ្យអ្នកឯងមកវាយស្រួលនោះទេគឺយើងមានអាវុធសម្រាប់ការពារខ្លួនក៏ដូចជាមានប្រជាជនឬក៏កងទ័ពដែលមានសមត្ថភាពក៏ដូចជាមហិច្ឆតាអង្អាចក្លាហានអញ្ចឹងហើយពួកសៀមមិនដឹងថាវាគិតអីទេប្រហែលជាវាគិតថាយើងនឹងអត់មានអីសោះដៃតទេទៅប្រយុទ្ធជាមួយវាមិនមែនបានវាចង់វាយចូលខេត្តយើងវាយយកខេត្តយើងវាយដល់ពេញវាយដល់ណាក៏បានអញ្ចឹងហើយផ្ដាំទៅពួកជ្រុលនិយមសៀមទាំងអស់នោះផងថាកម្ពុជាយើងអ្វីត្បិតតែប្រទេសតូចជាងថៃមែនប៉ុន្តែមិនមែនជាម៉ាឡាកាំងដែលឲ្យថៃវ័យតាមចិត្តបានទេអញ្ចឹងហើយកុំឲ្យថៃប្រើពាក្យក៏ក្លឿនឬក៏ប្រមាថយ៉ាងធ្ងន់មកប្រទេសកម្ពុជាយើងអញ្ចឹងហើយពាក្យសម្ដីទាំងអស់នេះគឺវាអត់មានអីដែលមនុស្សធម្មតាឬក៏គេអ្នកចេះដឹងគេនិយាយអាសម្ដីនេះគឺជាសម្ដីមនុស្សព្រៃហើយជាសម្ដីពួកចោរឈ្លានពានហើយយើងងាកទៅបញ្ហាព្រំដែនយើងវិញថ្ងៃមុនគឺព័ត៌មានគេបាននិយាយហើយថាថៃគឺគាត់បានស្នើខាងភាគីថៃរដ្ឋបាលរបស់ថៃហ្នឹងគឺបានស្នើរដ្ឋបាលប្រទេសកម្ពុជាយើងសូមបើកច្រកព្រំដែនដែលជាប់នឹងខេត្តសាកែវដូចជាព្រំប្រទល់ប្រទានមានជ័យបាត់ដំបងអីហ្នឹងខ្ញុំអត់ច្បាស់ទេហើយរដ្ឋាភិបាលយើងក៏បានតបតទៅវិញហើយថាបើអ្នកឯងចង់បើកគឺបើកមុនហើយមិនមែនបើកតែមួយកន្លែងមួយច្រកពីរច្រកទេគឺបើកទូទាំងប្រទេសអញ្ចឹងហើយយ៉ាងយូរកម្ពុជាយើង5ម៉ោងក្រោយគឺបើកតាមក្រោយបានហើយអញ្ចឹងគឺការស្នើសុំហ្នឹងគឺយើងអត់ទទួលស្គាល់ទេហើយណាមួយ
បើមើលតាមព័ត៌មានដែលគេចុះទៅផ្ទាល់តាមច្រកព្រំដែនជាប់នឹងសាសកែវហ្នឹងថាធ្វើត្បិតតែវាស្នើសុំឲ្យបើកច្រកព្រំដែនមែនមិនដែរឡានទំនិញរបស់វាគឺឡានដែលទំនិញនាំចូលមកខ្មែរគឺវាឲ្យចូល50ប៉ុន្តែយើងចូលទៅវិញបានតែ20ឡានហ្នឹងអញ្ចឹងហើយវានៅតែខ្សែលើយើងអញ្ចឹងហើយពួកថៃគឺវាខូចពួកអាចោសៀមហ្នឹងគឺវាខូចអញ្ចឹងហើយវាស៊ីខ្សែលើយើងវាខ្សែលើយើងរហូតវាចង់ចំណេញលើយើងរហូតវាឲ្យឡានរបស់វាចូល50ហើយយើងចូលទៅវាតែ20ទេអញ្ចឹងគឺពួកហ្នឹងគឺវាកាឡាលើយើងអញ្ចឹងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអាប់ដេតជូនបងប្អូនទាំងអស់គ្នាអំពីសម្ដីដ៏កក្លឿនរបស់សិទ្ធិដែលមានវ័យដូចជាបើមិន80ឆ្នាំក៏70ឆ្នាំចឹងដែរពួកគាត់ចាស់ដែរគឺសម្ដីយ៉ាងកក្លឿនអញ្ចឹងហើយបើមានព័ត៌មានថ្មីអីទៀតចាំខ្ញុំអាប់ដេតជូនបងប្អូនអរគ្នាអញ្ចឹងអាហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណ